បាទជ្រាបសួរអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះពិសេសមែនទែនថ្ងៃនេះពួកខ្ញុំធ្វើ trip មួយបាទអញ្ចឹងជូនអារម្មណ៍ពុកម៉ែបងប្អូនបាទទៅទស្សនាបាទខេត្តកោះកុងហើយពួកខ្ញុំធ្វើដំណើរទៅតាមពីខេត្តបាត់ដំបងទៅតាមផ្លូវប្រាសាទភ្នំបណ្ណន់បាទតាមអសរតេយើងឆ្ពោះទៅក្រពើ2ប្រម៉ោយបាទអញ្ចឹងយើងធ្វើដំណើរតាមផ្លូវប្រម៉ោយបាទទៅកាន់ខេត្តកោះកុងអញ្ចឹងបងប្អូនចង់ដឹងថាផ្លូវទៅកាន់ខេត្តកោះកុងគេធ្វើដល់ណាហើយមានពីផ្លូវពិបាកឬអត់ឬក៏បែបណាអញ្ចឹងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទឥឡូវនេះយើងធ្វើដំណើរទៅកាន់ខេត្តកោះកុងបងប្អូនបាទបច្ចុប្បន្ននេះផ្លូវធ្វើបានសឹងថា 99% ហើយព្រោះដោយសារនៅតែគូសគំនូសផ្លូវទេបងប្អូនបាទអញ្ចឹងចំពោះពីបាត់ដំបងមកដល់កោះកុងនេះដែលខ្ញុំធ្វើដំណើរគឺមានឧបសគ្គត្រឹមតែពីផ្សាររូងមកដល់អសរតេទេដែលមានការពិបាកប៉ុន្តែមិនជាការពិបាកទេគ្រាន់តែជាដីក្រហមបាទដីគ្រួប៉ុន្តែมันមិនសូវមានកន្លុកទេអញ្ចឹងយើងអាចធ្វើដំណើរបានជិះបានអញ្ចឹងប្រភេទឡានអាចឡានព្រុសបាទឡាន morning បាទអាចធ្វើដំណើរបានហើយចំពោះម៉ូតូកាន់តែងាយស្រួលលឿនមែនតើបងប្អូនអញ្ចឹងយើងផុតតាពីអសរតេមកដល់វាលចម្បាំងគឺផ្លូវកស៊ូ direct រហូតមកដល់កោះកុងតែម្ដងបងប្អូនអញ្ចឹងធ្វើដំណើរបាទអញ្ចឹងដូចទៅក្នុងរូបភាពដែលខ្ញុំបានផ្ដិតថតរូបចែកជូនបងប្អូននេះគឺបែបហ្នឹងហើយបងប្អូនអញ្ចឹងយើងធ្វើដំណើរបាទហូរហែផ្លូវបាទអមទៅដោយទេសភាពបាទព្រៃព្រឹក្សាលតាវត្តបាទឃីវស្រងាត់បាទស្របពេលអាកាសធាតុនៅបច្ចុប្បន្ននេះវាមានភ្លៀងកក់ខែបាទបន្តពីថ្ងៃភ្លៀងម្ដងបងប្អូនបាទអញ្ចឹងធ្វើឲ្យរុក្ខជាតិតាមដងផ្លូវបាទតាមព្រៃភ្នំមានភាពស្រស់បំព្រងឃីវស្រងាត់បាទហើយវាប្លែកអារម្មណ៍មែនទែនបងប្អូនបាទធ្វើដំណើរមកវាបរិយាកាសបូករួមនឹងទេសភាពបាទធ្វើយើងបាត់ stress បាត់អារម្មណ៍អស់កង្វល់បាទអស់អាលេងម្ដងអញ្ចឹងអារម្មណ៍ដែលយើង stress អារម្មណ៍ដែលយើងស្មុគស្មាញគឺយកមកចោលបាទចោលតាមបរិយាកាសនេះបាទហើយយើងក៏បានធ្វើដំណើរបន្តទៀតមកដល់អូសំបងប្អូនបាទទេសភាពនៅអូសំនេះពិតជាស្រស់ស្អាតមែនទែនគេមានលក់ផ្លែឈើបាទតាមដងផ្លូវមានទុរេនមានក្រូចមានលហុងមានសាវម៉ៅបាទមានម្នាស់បាទហើយដីតំបន់នេះបាទមានប្រភេទក្រហមបាទជីវជាតិល្អមែនទែនហើយប្រជាកសិករនៅតំបន់នោះគេដាំដំណាំច្រើនហាត់តាមមែនទែនបងប្អូនអញ្ចឹងខ្ញុំអាចជីកបាន 2-3 ឆ្នាំទៀតបាទតំបន់នេះមិនខ្វះទេតរ៉េនហូបបងប្អូនបាទវាដល់អាយុកាលផ្លែបងប្អូនណាអញ្ចឹងខ្ញុំអាចនិយាយបានថាมันខ្វះទេបន្ទាប់ពីសម្លូតបាទគឺអូសំនេះគឺសក្តានុពលបាទធម្មជាតិល្អមែនទែនអញ្ចឹងបងប្អូនដែលមានបំណងឬក៏ចង់មកលេងតំបន់សមុទ្រអាចមើលវីដេអូនេះបានបងប្អូនណាក៏មានអារម្មណ៍ថាខ្លាចផ្លូវគេធ្វើមិនតាន់ហើយឡានជិះពិបាកបាទក៏មានការព្រួយបារម្ភអញ្ចឹងនេះខ្ញុំចែកជូនបងប្អូនអាចមើលតាមវីដេអូនេះបានបាទបងប្អូនអញ្ចឹងលឿនមែនទែនអញ្ចឹងបាត់ដំបងកោះកុងឥឡូវយើងអាចជិះព្រឹកវិលល្ងាចបានបងប្អូនបាទចម្ងាយដីដូចជាង200 គីឡូទេបងប្អូនបាទអញ្ចឹងវាលើសពីខេត្តសៀមរាបប្រហែលជា20 គីឡូព្រោះពីបាត់ដំបងសៀមរាបលំបាក180ជាងអញ្ចឹងនេះ200 គីឡូជាងអាចខុសគ្នាទួចអញ្ចឹងងាយស្រួលមែនទែនអញ្ចឹងចំពោះបងប្អូនដែលមានបំណងអាចបបួលបងប្អូនបាទគ្នាបាទមកលេងម្ដងទៅបាទស្អាតមែនទែនហើយយើងធ្វើដំណើរបាទនេះមានរុក្ខជាតិប្លែកដែលយើងមិនដែលស្គាល់បាទនេះដូចជាដើមស្រល់ស្តៀងនឹងគិរីរំបងប្អូនបាទដើមស្រល់បាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងបន្តទៅមើលតាមដងផ្លូវបន្តទៀតបាទ
សបាយតនមានថ្ងៃការងារពេញកកឡើងហុយខែមកពាក់កណ្ដាលសុកចិត្តងងុយដក 20% ចំនួនសរុបនៃលុយដាក់បញ្ចូលគ្នាគ្រាន់បានជាសហុយ